Alright students so យើងតមេរៀននឹងទៀតតទៅជាមួយពាក្យនិងប្រយោគភាសាអង់គ្លេសតើនេះហ្នឹងហើយអញ្ចឹងពាក្យនេះយើងអានថា capital ដើមទុននៅក្នុងការរកស៊ីឬក៏ធ្វើមួយអញ្ចឹងណាអញ្ចឹងឧទាហរណ៍ we need more capital to start យើងត្រូវការដើមទុនបន្ថែមតើនេះដើម្បីគេថាចាប់ផ្ដើមរកស៊ីអីមួយអញ្ចឹងណាហ្នឹងហើយយល់ណាហ្នឹងហើយ first capital is important ដើមទុនដំបូងគឺសំខាន់ណាស់លក្ខណៈថាយើងជាអ្នករកស៊ីអាដើមទុនគេថាដំបូង5000 10000ហ្នឹងហើយ3000 2500ណាហ្នឹងហើយ$200ណាអាដើមទុនដំបូងហ្នឹងសំខាន់មែនតែម្ដងតោះនេះហ្នឹងហើយពួកអីការរកស៊ីវាអត់ស្រួលទេសំខាន់ដើមទុនដំបូងហ្នឹងឯងពេលដែលយើងរកទៅបើយើងបកែណាហ្នឹងហើយយើងទៅមុខទៅវាកាត់កូនកាត់ចៅយើងទៅប៉ុន្តែអាដំបូងហ្នឹងត្រូវមានអត់មានអ្នករកស៊ីណាអត់លុយទេតើគ្រូណាហ្នឹងហើយទី3 he invested his own capital គាត់បានវិនិយោគដើមទុនផ្ទាល់ខ្លួនរបស់គាត់តើនេះហ្នឹង invested ចាណាហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងហើយសម្រាប់មេរៀនមួយនេះហើយបើចង់រៀនភាសាអង់គ្លេសមកគ្រូតាមអនឡាញជាការបង្វឹកមករៀនដោយចេះត្រេកត្រង់តាម Telegram English with Campbell និង Telegram នេះហើយតំណសួរព័ត៌មានទៅ alright so bye bye